កាលពីប្រមាណជាង 4000 លានឆ្នាំមុនសារធាតុដែលមកពី nebula ក្រៅពីប្រមូលផ្ដុំគ្នាបង្កើតបានទៅជាផ្កាយដែលយើងហៅថាព្រះអាទិត្យសារធាតុដែលនៅសេសសល់ពីនោះស្ថិតនៅរាយប៉ាយវិលជុំវិញហើយបន្តប្រមូលផ្ដុំគ្នាជាបំណែកទូចធំជាច្រើនផ្សេងទៀតដោយបំណែកទាំងនេះខ្លះបន្តប្រមូលផ្ដុំគ្នាកាន់តែធំឡើងបង្កើតទៅជាភពកូនភពព្រះច័ន្ទនិងតារារណបធម្មជាតិផ្សេងទៀតក៏ប៉ុន្តែគឺមានដែរបំណែកដែលបន្តស្ថិតនៅរាយប៉ាយតាំងពីពេលនោះបន្តរហូតមកទល់នឹងសប្តាហ៍ថ្ងៃដែលខ្លះគឺជាដុំអ៊ូស្មាននិងតកកដែលស្ថិតនៅពេជ្រខាងក្រៅប្រព័ន្ធព្រះអាទិត្យហើយដែលម្ដងម្កាលវាមានចលនាចូលមកក្បែរព្រះអាទិត្យធ្វើឲ្យអ៊ូស្មាននិងតកកត្រូវរលាយជាចំហាយបញ្ចេញពន្លឺដូចជាកន្ទុយពីខាងក្រោយហើយដែលយើងហៅថាផ្កាយដ៏កន្ទុយចំណែកបំណែកខ្លះទៀតគឺជាដុំសិលាដែលយើងហៅថាអផ្កាយភាគច្រើនស្ថិតនៅក្នុងតំបន់មួយនៅចន្លោះរវាងភពអង្គារនិងភពព្រហស្បតិ៍ហើយដែលគេឲ្យឈ្មោះថាខ្សែក្រវ៉ាត់អផ្កាយក៏ប៉ុន្តែមានអផ្កាយខ្លះមានកន្លងតារាវិថីឆ្លងចូលមកផ្នែកខាងក្នុងប្រព័ន្ធព្រះអាទិត្យកាត់តាមកន្លងតារាវិថីភពផែនដីរបស់យើងក្នុងចំណោមនោះអផ្កាយមួយក្នុងចំណោមអផ្កាយចំនួន2ដែលអ្នកវិទ្យាសាស្ត្រកំណត់ថាមានហានិភ័យខ្ពស់ជាងគេក្នុងការបង្កគ្រោះថ្នាក់ដល់ភពផែនដីរបស់យើងគឺអផ្កាយឈ្មោះថា Bennu ដែលត្រូវបានគេរកឃើញកាលពីឆ្នាំ 1999 ធ្វើដំណើរវិលជុំវិញព្រះអាទិត្យនៅក្នុងគន្លងរាងជាអេលីបដែលចុងម្ខាងស្ថិតនៅចន្លោះរវាងភពផែនដីនិងភពអង្គារចំណែកឯចុងម្ខាងទៀតចូលមកខាងក្នុងឆ្លងកាត់គន្លងផែនដីចូលរហូតទៅដល់ចន្លោះរវាងផែនដីនិងភពសុក្រដែលគន្លងនេះវាធ្វើឲ្យ Bennu ត្រូវហោះកាត់ក្បែរភពផែនដីរបស់យើងនៅរៀងរាល់6ឆ្នាំម្ដង Bennu គឺជាអផ្កាយធំមធ្យមដែលមានទំហំប្រមាណជា500ម៉ែត្រហើយទ្វេត្បិតតែវាតូចជាងឆ្ងាយពីអផ្កាយដែលសម្រាប់សត្វឌីណូស័រកាលពីជាង66លានឆ្នាំមុនក៏ប៉ុន្តែវាមានទំហំធំល្មមគ្រប់គ្រាន់ល្មមអាចនឹងបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរដល់ភពផែនដីរបស់យើងអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថានៅឆ្នាំ2135ខាងមុខ Bennu នឹងហោះកាត់ក្បែរភពផែនដីរបស់យើងយ៉ាងជិតបំផុតគឺហោះកាត់ត្រឹមចម្ងាយតែប្រមាណជាពាក់កណ្ដាលប៉ុណ្ណោះនៃចម្ងាយរវាងផែនដីនិងព្រះច័ន្ទគេដឹងថាការហោះកាត់នៅពេលនោះបើទោះជាមកដល់ចម្ងាយយ៉ាងជិតក៏ប៉ុន្តែ Bennu នឹងមិនបង្កគ្រោះថ្នាក់ណាមួយដល់ភពផែនដីរបស់យើងនោះទេអ្វីដែលជាក្តីកង្វល់របស់អ្នកវិទ្យាសាស្ត្រគឺបារម្ភខ្លាចនៅពេលហោះកាត់នោះ Bennu ត្រូវរងនៅឥទ្ធិពលនៃកម្លាំងទំនាញផែនដីធ្វើឲ្យគន្លងរបស់វាត្រូវប្រែប្រួលខុសពីសភាពដើមហើយអាចនឹងនាំវាឲ្យហោះមកបុកទង្គិចផែនដីរបស់យើងនៅពេលជាច្រើនឆ្នាំក្រោយៗមកទៀតតែក៏ប៉ុន្តែបើគិតតែទៅលើឥទ្ធិពលនៃកម្លាំងទំនាញផែនដីមួយអ្នកវិទ្យាសាស្ត្រមិនសូវជាពិបាកនឹងព្យាករណ៍ប៉ុន្មាននោះទេដោយមើលទៅលើគន្លងបច្ចុប្បន្នគេអាចព្យាករណ៍បានថា Bennu នឹងត្រូវហោះកាត់ក្បែរផែនដីនៅត្រង់ចំណុចណាត្រឹមចម្ងាយប៉ុន្មានអាចរងនៅកម្លាំងទំនាញផែនដីត្រឹមកម្រិតណាហើយធ្វើឲ្យគន្លងរបស់វាត្រូវប្រែប្រួលចាកពីគន្លងដើមត្រឹមកម្រិតណាក៏ប៉ុន្តែបញ្ហាដែលស្មុគស្មាញគឺនៅមានកត្តាចម្បងមួយបន្ថែមទៀតពីលើឥទ្ធិពលនៃកម្លាំងទំនាញផែនដីហើយដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រពិបាកនឹងព្យាករណ៍បញ្ហានោះគឺឥទ្ធិពលពីកម្ដៅព្រះអាទិត្យហើយដែលគេច្រើនហៅជាភាសាអង់គ្លេសថា Joukowsky effect Bennu គឺជាអផ្កាយដែលមានចលនាវិលជុំវិញខ្លួនឯងបង្កើតជាពេលថ្ងៃនិងពេលយប់ផ្នែកម្ខាងដែលនៅខាងថ្ងៃត្រូវរងកម្ដៅពីព្រះអាទិត្យធ្វើឲ្យសីតុណ្ហភាពត្រូវកើនឡើងខ្លាំងហើយនៅពេលដែលវាវិលទៅផុតពីកម្ដៅព្រះអាទិត្យទៅនៅខាងយប់សីតុណ្ហភាពក៏ត្រូវធ្លាក់ចុះធ្វើឲ្យកម្ដៅដែលនៅសល់ពីថ្ងៃក៏ត្រូវភាយចេញបង្កើតទៅជាកម្លាំងរុញទៅតាមយន្តការនៃច្បាប់ទី3របស់ Isaac Newton កម្លាំងរុញដែលកើតចេញពីឥទ្ធិពល Joukowsky effect នេះគឺវាមានមិនខ្លាំងនោះទេក៏ប៉ុន្តែក្នុងរយៈពេលវែងរហូតដល់ទៅរាប់សិបឆ្នាំឬរាប់រយឆ្នាំវាអាចមានឥទ្ធិពលធ្វើឲ្យគន្លងរបស់អផ្កាយ Bennu ត្រូវប្រែប្រួលនៅក្នុងកម្រិតណាមួយបញ្ហាគឺនៅត្រង់ថាដោយសារតែគេមិនអាចដឹងឲ្យប្រកបច្បាស់អំពីឥទ្ធិពល Joukowsky effect ទៅលើ Bennu ដូច្នេះគេពិបាកនឹងកំណត់ឲ្យបានជាក់ច្បាស់ថាតើវានឹងអាចមានឥទ្ធិពលកម្រិតណាធ្វើឲ្យគន្លងរបស់ Bennu ត្រូវប្រែប្រួលប៉ុណ្ណានិងទៅខាងណានៅពេលដែលវាហោះកាត់ក្បែរភពផែនដីរបស់យើងនៅឆ្នាំ2135ខាងមុខតាមរយៈទិន្នន័យដែលគេប្រមូលបានដោយយានអវកាសឈ្មោះ OSIRIS-REx របស់ទីភ្នាក់ងារ NASA ដែលបានចុះទៅដល់ផ្ទៃដីអផ្កាយ Bennu កាលពីខែតុលាឆ្នាំ2020កន្លងទៅអ្នកវិទ្យាសាស្ត្ររបស់ NASA បានព្យាករណ៍ថាវាគឺជារឿងដែលអាចទៅរួចដែលថាឥទ្ធិពល Joukowsky effect អាចនឹងធ្វើឲ្យគន្លងរបស់ Bennu ត្រូវប្រែប្រួលក្នុងកម្រិតមួយដែលនៅឆ្នាំ2135នៅពេលដែលហោះកាត់ភពផែនដី
គូហោះនៅក្នុងរយៈចម្ងាយមួយត្រង់ចំណុចដែលគេឲ្យឈ្មោះជាភាសាអង់គ្លេសថា gravitational keyhole ធ្វើឲ្យ Bennu ត្រូវរងនៅឥទ្ធិពលកម្លាំងទំនាញផែនដីល្មមអាចនឹងនាំវាឲ្យមកបុកទង្គិចផែនដីនៅចុងសតវត្សទី22ខាងមុខគឺនៅថ្ងៃទី24ខែកញ្ញាឆ្នាំ2182ក៏ប៉ុន្តែ probability ដែលផ្កាយ Bennu អាចហោះមកបុកទង្គិចផែនដីនៅពេលនោះគឺវាមិនមានច្រើននោះទេគឺមានត្រឹមតែ 0.037% ប៉ុណ្ណោះហើយបើគិតជារួមនៅក្នុងរយៈពេលប្រមាណជា300ឆ្នាំខាងមុខនេះគឺចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ2300ខាងមុខ probability ដែលផ្កាយ Bennu អាចហោះមកបុកទង្គិចផែនដីរបស់យើងក៏មានមិនច្រើនប៉ុន្មាននោះដែរគឺមានត្រឹមតែ 0.057% ប៉ុណ្ណោះឬគេអាចនិយាយបានម្យ៉ាងទៀតថា probability មានរហូតដល់ទៅជាង 99% ដែលផ្កាយ Bennu មិនហោះមកបុកទង្គិចផែនដីរបស់យើង